ជំរាបសួរលោកគ្រូថ្ងៃនេះនឹងខ្ញុំមកសូមរៀនជីវវិទ្យាចំពោះទី1 Single Spam អសស្ប៉ាមមេរៀនទី1អសស្ប៉ាមគឺជារុក្ខជាតិដែលមានក្របហើយក្របបវាការពារដោយសម្បកអសស្ប៉ាមមាន2មានម៉ូណូកូទីលដូននិងឌីកូទីលដូនម៉ូណូកូទីលដូនជារុក្ខជាតិដែលមានក្របហើយក្របបវាមានកូទីលដូនចំនួន1ឌីកូទីលដូនជារុក្ខជាតិដែលមានក្របហើយក្របបវាមានកូទីលដូនចំនួន2ចំណុចទី1លក្ខណៈពិសេសរបស់អសស្ប៉ាមមានសរីរាង្គលូតលាស់និងសរីរាង្គបន្តពូជសរីរាង្គលូតលាស់មានឫសដើមនិងស្លឹកឬមាននីតិចងភ្ជាប់ឬទៅនឹងដីសម្រាប់ស្រូបទឹកនិងបឹកខនិចដើម្បីដើមនិងស្លឹកដើមខ្លះក៏មានស្តុកតុកអាហារដូចជាដើមល្ពៅនិងដើមដំឡូងជាដើមហើយស្លឹកមាននីតិចាប់យកថាមពលពន្លឺព្រះអាទិត្យដើម្បីធ្វើស្វេសំយោគបង្កើតជាសមាសធាតុសរីរាង្គពេលចេះស្លឹកជា3មានស្តុកអេពីដែមលើក្រោមស្តុកប៉ាលីសានិងស្តុកស្ពតសរីរាង្គបន្តពូជមានផ្កាមានសបកសតបកញ្ចុំកេសរញីនិងកញ្ចុំកេសរឈ្មោលចំណុចទី2ការបង្កកំណត់របស់អសស្ប៉ាមកំណត់ក្រលំអឬក៏មីក្រូស្ព័រនៅក្នុងផ្លាកលំអមានកោសិកាមេដែលរងនៅមេយកបង្កើតបានជាមីក្រូស្ព័រហើយមីក្រូស្ព័ររងនៅមីតោសជាបន្តបង្កើតបានជាក្រលំអដែលមាននវាយក2គឺនវាយកលូតលាស់និងនវាយកលូតលាស់និងនវាយកបន្តពូជកំណត់ថងអំប្រយោគនិងកាម៉ាទីនៅក្នុងអូវែមទុកអូវលហើយអូវលរងនៅមេយកបង្កើតបានជាស្ព័រអាប្លូអ៊ីតចំនួន4ស្ព័រ3ត្រូវបានងាស់ស្ព័រ1ទៀតរងនៅមីតោស3ដងជាបន្តបង្កើតបានជាកំណត់អំប្រយោគដែលមានកោសិកាចំនួន7និងនវាយកចំនួន8កាម៉ាទី1ស្ថិតនៅចំកណ្ដាលស៊ីណេស៊ីត2នៅពលម្ខាងឯពលម្ខាងទៀតមានអង់ទីប៉ូតចំណែកនវាយកប៉ូលីស្ថិតនៅចំកណ្ដាលនវាយកទាំង7